ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំឆ្លើយតបទៅបងប្អូនស្រីសុភ័ក្រសឿងចាដែលគាត់បានសួរថាចង់ដឹងអំពីសម្លៀកបំពាក់ជាពិសេសគឺសម្ពុតសម្រាប់អ្នកដែលមានរាងធាត់ចាអញ្ចឹងនៅក្នុងនេះសម្រាប់អ្នកដែលមានរាងធាត់ខ្ញុំធ្លាប់បង្ហាញអំពីដៃអាវហើយក៏ខោអីអញ្ចឹងខ្លះដែរហើយខ្ញុំគិតថាក៏មានសម្ពុតដែរប៉ុន្តែប្រហែលជាវីដេអូយូរហើយអញ្ចឹងកុំឲ្យដូចថាពិបាកទៅរើស្រាវជ្រាវរកមកវិញព្រោះខ្ញុំក៏ពិបាករកមកដែរអញ្ចឹងខ្ញុំធ្វើវីដេអូថ្មីនេះជូនទៅបងអូនចាអញ្ចឹងសម្រាប់អ្នកដែលមានដូចថារាងធាត់លើសគីឡូដែលគេហៅ oversize plus size អីអញ្ចឹងណារបៀបដូចថាធាត់លើសគីឡូទៅមានទាំងតាគៀកមានទាំងក្បាលពោះអីហ្នឹងចាសម្រាប់អ្នកដែលមានរាងមានមៀតធំដែលនៅស្រុកគេវិញគាត់ប្រកែជ្រើសរើសសម្លៀកបំពាក់ទី1គាត់មានភាពជឿជាក់ទី2នៅប្រទេសគេគេដៃខ្វល់ទេថាអ្នកមានរាងបែបម៉េចអញ្ចឹងចង់អ្នកនឹងធាត់ចេញក្បាលពោះមិនគាត់ពាក់បច្ចេកមិនក៏បានដែរពីព្រោះគេអត់មានការដែលថាឲ្យមើលលើមើលក្រោមយកទៅកាច់ក្តីឬក៏និយាយដើមអីឯងតែនៅស្រុកយើងគឺត្រូវប្រយ័ត្នចាទី3ទៀតនោះគឺថាគាត់ទៅចេះស្លៀកពាក់នោះដោយសារនៅស្រុកគេមានហាងសម្រាប់មនុស្សអ្នកធំមានឲ្យរៀងដូចថាកាយចង់និយាយថាសម្លៀកបំពាក់គឺគេកាត់សម្រាប់អ្នកធាត់តម្រូវអ្នកធាត់អីអញ្ចឹងគេមានម៉ានិកាំងបង្ហាញចាអញ្ចឹងហើយនៅស្រុកយើងអត់សូវមានដូចថាអ្នកដែលមានមេធំខ្លាំងអញ្ចឹងពេលខ្លះយើងពិបាករកសម្លៀកបំពាក់ហ្នឹងពីព្រោះអីពេលការនាំចូលពីអ្នកជិតខាងមកគឺសម្លៀកបំពាក់ហ្នឹងទូចហើយភាគច្រើនគេពេញនិយមយកសម្លៀកបំពាក់បែបអ្នកទូចចូលមកច្រើនព្រោះអ្នកធំប្រហែលជាមានតិចហើយណាមួយយកមកប្រហែលជាពិបាកលក់ពិបាកអីអញ្ចឹងចាអញ្ចឹងនៅក្នុងហ្នឹងបើសិនជាយើងពិបាករកពិបាកអីយើងអាចកាត់បានអញ្ចឹងប៉ុន្តែខ្ញុំគិតថាឥឡូវហ្នឹងមានហាងច្រើនណាហាងទំនើបច្រើនហើយតម្លៃក៏ធូរថ្លៃដូចគ្នាដែរយើងអាចទៅរកបានឧទាហរណ៍ដូចជា Zendo ឬមួយក៏ 10-11 បែបក្មេងៗប៉ុន្តែ Zendo បែបមានមនុស្សដូចថាគ្រប់វ័យហ្មងអញ្ចឹងយើងអាចទៅរកបានណាចាអញ្ចឹងសម្ពុតសម្រាប់អ្នកដែលមានមាឌធំភាគច្រើនគឺយើងប្រើជាសម្ពុតវ៉ាល់ឬក៏ plissé ប៉ុន្តែមិនមែនរបៀបដូចថាសាច់កណាត់រឹងទេ plissé បែបទន់ដែលវ៉ាល់អញ្ចឹងមើលទៅឃើញស្លូនឬមួយក៏គេហៅថាជាសពុតបែបលក្ខណៈដូចថា A cut ចាអញ្ចឹងគឺ A cut ហ្នឹងបែបរបៀបវ៉ាល់ដែរតែវ៉ាល់ទូចហើយមួយទៀតឬក៏ជាសពុតបែបត្រង់ជាលក្ខណៈ share ប៉ុន្តែមិនរឹបពេកទេត្រង់ចាអញ្ចឹងនៅក្នុងនេះខ្ញុំដាក់បង្ហាញបងប្អូនមានច្រើនសម្លៀកបំពាក់ច្រើន style សម្រាប់អ្នកដែលគាត់មានរាងមាឌធំគេហៅថាលើសគីឡូឬក៏មានក្បាលពោះមានមាឌធំអីហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺ style សម្រាប់សម្ពុតហើយមើលទៅ style សម្លៀកបំពាក់របស់គេ style អាវរបស់គេហ្នឹងគឺបានស្រស់ស្អាតដូចគ្នាដូចនៅក្នុងរូបនេះមួយខ្ញុំស្រឡាញ់អ្នកដែលគាត់ពាក់អាវឈើមីពណ៌សជាមួយនឹងសពុតបែបរៀងកបយរៀងវ៉ាល់ទូចណាគឺស្រស់ស្អាតមែនតើប៉ុន្តែនៅក្នុងនេះខ្ញុំស្រឡាញ់គ្រប់ទាំងអស់តែម្ដងអញ្ចឹងមិនថារៀងទូចរៀងធំចកេះទូចចកេះធំក្បាលពោះទូចក្បាលពោះធំឬក៏រៀងខ្លីខ្ពស់វែងអីទេរៀងបែបណាក៏ស្រស់ស្អាតដែរឲ្យតែយើងចេះជ្រើសរើសសម្លៀកបំពាក់ប្រើឲ្យត្រូវទៅនឹងរាងរបស់យើងចាអញ្ចឹងសូមបងអូនចង់និយាយថាទី1គឺត្រូវមានទំនុកចិត្តនិងជឿជាក់ទៅលើរូបរាងរបស់បងអូនទី2យើងអាចត្រូវទៅរកកន្លែងហាងលក់ណាដែលត្រូវទៅនឹងរូបរាងរបស់ខ្លួនឯងទី3ដូចថាឲ្យយើងព្យាយាមនឹងឲ្យឆ្ងាយពីការឲ្យគេនិយាយពីពាក្យអវិជ្ជមានមកលើយើងអញ្ចឹងអ្វីដែលបងអូនចូលចិត្តអ្វីដែលបងអូនស្រឡាញ់បងអូនអាចសាកល្បងទៅហើយបើសិនជាខោភាគច្រើនខោជើងធំចាអញ្ចឹងនេះគឺជាវីដេអូដែលបងសូមឆ្លើយតបទៅបងអូនសុភ័ក្រសឿងចាសូមអរគុណហើយសង្ឃឹមថាបងអូនរីករាយជាមួយនឹងវីដេអូនេះហើយសូមអរគុណរាល់ការ like share និង follow page ថ្មីរបស់បងនៅលើ Facebook ដែលមានឈ្មោះថាសុភា lifestyle ថ្មីចាសូមអរគុណ